Việc dụ bong bồn ở cáiថ្ងៃនេះនឹងខ្ញុំសូមបង្ហាញជូនបងប្អូនពីរបៀបធ្វើបាយត្រីកោណត្រីខកំប៉ុងចាជាដំបូងហ្នឹងគឺនេះខ្ញុំប្រើបាយមួយកូនចានចង្កឹះល្ងមួយស្លាបព្រាប្រេងល្ងមួយស្លាបព្រាបន្ទាប់ទៀតហ្នឹងគឺអំបិលប៊ីចេងចាបន្តិចបន្តួចចាយើងច្បល់វាចូលគ្នាឲ្យសព្វចឹងមកចារួចហើយគឺត្រីខកំប៉ុងយើងចាក់ទឹកចេញឲ្យអស់ចាយើងទិញទឹកចេញឲ្យអស់រួចហើយចានេះខ្ញុំប្រើម៉ាយ៉ូណេសមួយស្លាបព្រាម្រេចម៉ត់បន្តិចបន្តួចចាយើងច្បល់ចូលគ្នាឲ្យសព្វចឹងមកចាំបន្តទៀតគឺយើងដាក់បាយបន្ទាប់ក្រាលពីក្រោមរួចហើយដាក់ត្រីខកំប៉ុងយើងនៅចំកណ្ដាលចាយើងប្រើពុំនេះគឺងាយស្រួលដែរមែនទែនចាជាចុងក្រោយហ្នឹងគឺយើងដាក់បាយពីលើរួចយើងសកត់ពុំយើងចាសកត់វាឲ្យណែនល្អចឹងមកចាហូតវាចេញចឹងមកចាឃើញថាបាយយើងរាងស្អាតមែនទែនចារួចហើយយើងខ្ចប់គីមពីលើចាក់បាយមួយកូនចានត្រីខមួយកំប៉ុងធ្វើបាន4ចាអាហារពេលព្រឹកបែបងាយចំពោះអ្នកដែលរវល់ច្រើនចាចាសូមអរគុណចំពោះការតាមដានវីដេអូរបស់នាងខ្ញុំសូមអរគុណ